នេះបងប្អូនមកជួដីព្រៃនៅខាងទឹកដីនៅខេត្តពោធិ៍សាត់បាទម្ដុំភ្នំត្រៀលបងប្អូនម្ដុំភ្នំត្រៀលនេះឥឡូវយើងជួបាននេះជើងជួបានមួយជើងបងប្អូនខាងនេះនៅឡើយទេតែខាងនេះមើលទៅវាអត់សូវមានព្រៃទេបងប្អូនខាងនេះវាអត់សូវមានព្រៃទេហើយតែខាងនេះគឺព្រៃធំធំអញ្ចឹងបងប្អូនដែលយើងបុកបានច្រើនហ្នឹងហើយអញ្ចឹងយើងជួតែ2ជើងទៀតដីនេះអាចវាលស្អាតដែរអញ្ចឹងណា2ជើងឬ3ជើងខាងច្រើនដីគឺស្អាតដោយសារតែយើងបុកដើមឈើអស់ហើយហ្នឹងហើយតែគាត់ថាយើងទាបានតិចដែរបងប្អូនយើងព្យួរឲ្យម្ចាស់ដីហ្នឹង3ជើង3សាហ្នឹងហើយគឺទាបានតែ1លានទេបងប្អូនក្នុងមហាត់ណាក្នុងមហាត់1លានហ្នឹងហើយក្នុងមហាត់តែ1លានទេហើយវាចំណាយច្រើនដែរបងប្អូននេះមើលសិតតែព្រៃនេះខ្ញុំថតពេលងាយទេបងប្អូនពេលងាយនេះនៅអត្រាមួយនៅខាងនោះយើងមើលឃើញដីនេះម៉ែខ្ទង់8 9ហិកតាហ្នឹងហើយអញ្ចឹងបើមេបានឃើញខ្ញុំជួយ like ខ្ញុំជួយឲ្យបេះដូងផងហ្នឹងហើយមានការងារណាធ្វើយ៉ាងប្រាប់ផងនៅនេះរៀងស្បើយការងារដែរហើយឥឡូវមកឆ្ងាយដែរចំណេញតិចតួចក៏មកដែរសឹងតែមិនចំណេញនិយាយរួមទៅដីនេះយើងទាបានតិចពេកហើយណាមួយយើងព្យួរ3ជើងហើយថ្លៃប្រេងថៃអីចឹងណាហើយវាខូចច្រើនដែរគាត់តែពេលចាប់ដើមចូលព្យួរដីនេះអស់ផ្លូវអត្រាមួយបងប្អូនផ្លូវមុខហ្នឹងហើយវាបែកទេតែពេលយើងវានៅឆ្ងាយពីកន្លែងយើងស្នាក់នៅពេកយើងបើកកង់3ហ្នឹងហើយបើកកង់3ទៅវាបាក់អាផ្លូវមុខrồiហ្នឹងហើយខ្ញុំឃើញមេណាឃើញអីចាំជួយឲ្យ like អីបេះដូងផងមានការងារណាធ្វើអីចាំជួយប្រាប់គ្នាផងចែកការគ្នាធ្វើខ្ញុំនេះអស់លេងឯខែនេះបាទសម្រាប់បុកអីព្រៃណាហ្នឹងហើយ